សឬកុកពាក់អំបោះបាក់សីកម្រស្រស់ស្អាតដែលលេចធ្លោនៅតំបន់ដីសើមទន្លេសាបប្រទេសកម្ពុជាសម្បូរទៅដោយជីវៈចម្រុះនិងសត្វស្លាបកម្រជាច្រើនប្រភេទក្នុងនោះសត្វកសឬកុកពាក់អំបោះគឺជាបក្សីទឹកមួយប្រភេទដែលមានរូបរាងប្លែកនិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកអភិរក្សពិសេសវាកំពុងមានវត្តមានរស់នៅយ៉ាងច្រើននៅតាមតំបន់ដីសើមនិងទំនាបលិចទឹកនៃបឹងទន្លេសាបសត្វកសឬកុកពាក់អំបោះមានឈ្មោះជាភាសាអង់គ្លេសថា Woolly Neck Stork មានលក្ខណៈសម្គាល់ងាយចំណាំទំហំខ្លួនមានប្រវែងវារវាងពី75ដល់91សង់ទីម៉ែត្រផ្នែកកក្រោមពោះនិងក្រោមកន្ទុយមានពណ៌សក្បុសរោមពណ៌ស្រត្រង់ករបស់វាមើលទៅដូចជាមានគេយកខ្សែអំបោះទៅចងពាក់ជុំវិញកទើបអ្នកស្រុកនិយមហៅតគ្នាក្នុងថាកុកពាក់អំបោះឬកសបក្សីប្រភេទនេះមានវត្តមានពេញមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាតំបន់ស្នូលព្រែកទាល់ស្ថិតក្នុងបឹងទន្លេសាបជាជម្រកពងកូនដ៏ធំនិងសំខាន់បំផុតដែលពួកវាចូលចិត្តរស់នៅនឹងតំបន់ផ្សេងទៀតពួកវាក៏ត្រូវបានប្រទះឃើញនៅតាមដងទន្លេមេគង្គដូចជាកោះ30និងដែនជម្រកសត្វព្រៃលំផាត់ផងដែរចំពោះការបង្កកំណើតពួកវាចូលចិត្តធ្វើសម្បុកនៅលើចុងឈើខ្ពស់ៗដោយរដូវបន្តពូជខ្លះចាប់ផ្ដើមពីខែកុម្ភៈដល់ខែឧសភានិងខ្លះទៀតពីខែសីហាដល់ខែវិច្ឆិកាបច្ចុប្បន្នចំនួនបក្សីប្រភេទនេះកំពុងប្រឈមនឹងការធ្លាក់ចុះជាសកលដោយសារតែកត្តារួមផ្សំមួយចំនួនដូចជាការប្រែប្រួលនិងការបាត់បង់តំបន់ដីសាមធម្មជាតិការទន្ទ្រានដីធ្លីនិងសកម្មភាពបរបាញ់ខុសច្បាប់ដែលជាអ្នកជំនាញផ្នែកបរិស្ថានតែងតែអំពាវនាវដល់ប្រជាពលរដ្ឋពិសេសសហគមន៍មូលដ្ឋានឲ្យចូលរួមបញ្ឈប់ការបរបាញ់និងជួយការពារទីជម្រកធម្មជាតិរបស់ពួកវាដើម្បីរក្សាមានវត្តមានសត្វស្លាបដ៏ស្រស់ស្អាតនេះឲ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយនិងបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ